bạn chẳng dương nâng từ mùi tiết tệ tôi những mùi thiết mà lớn ấy cứ miền càng con kho tại chẳng tôi chỉ kho bạn cho kho miền chẳng dương thêm dương ai miền pi option muối cứ mít nào đấy cứ dùng rạp tại nè nào không group nâng thì nó không channel bao nhiêu nữa cứ dương ai thôi ca mít nào thì muối con bạn phim thì họ dương miền ở trường meeting tệ tôm thì muối nâng រឿងប្រទេសជាតិឬក៏រឿងអីមួយដែលសំខាន់ត្រូវការប្រជុំភ្លាមយើងអត់ចាំបាច់ត្រូវមាន schedule អញ្ចឹងយើងអាចយក midnow អញ្ចឹងពេលដែលយក midnow គឺនៅក្នុងហ្នឹងគឺឃើញមាន alert បែបហ្នឹងយើងអាចចុចជាន់បានសម្រាប់ member ដែលនៅក្នុងហ្នឹងហើយមួយ option ទៀតនោះគឺយើងអាច set ជា schedule អញ្ចឹងset schedule នេះគឺយើងអាច set ជា calendar schedule យើងមានការប្រជុំឬមួយក៏អីអញ្ចឹងទៅយើងអាចថ្ងៃណាយើងអាចកំណត់ថ្ងៃបានអញ្ចឹងទៅមាន calendar ដែលឲ្យយើងប្រជុំដល់ប្រជុំថ្ងៃទី30អញ្ចឹងទៅវេលាម៉ោងប្រហែលអញ្ចឹងយើងអាចរើសម៉ោងតាមនឹងជាក់ស្ដែងទៅម៉ោង8ព្រឹកដល់ម៉ោង12អញ្ចឹងទៅពីថ្ងៃណាដល់ថ្ងៃណាអូខេអញ្ចឹងយើងអាចកំណត់បានហើយបើរឿងមួយក៏យើងប្រជុំ all day ហ្នឹងឬមកពេញតាំងពីព្រឹកដល់ល្ងាចយើងយក all day នេះក៏បានដែរគឺមួយថ្ងៃពេញអញ្ចឹងទៅហើយការប្រជុំហ្នឹងយើងជាប្រភេទប្រជុំទៅលើអីហើយយើងអាច send ឲ្យនរណា invite ទៅនរណាខ្លះអញ្ចឹងយើងអាច add location បានដែលឲ្យយើងប្រជុំនៅកន្តែលណាឬក៏នៅក្រសួងឬមួយអីយើងអាច mention នៅក្នុងនឹងបានមាន description មានអីយើងអាច add ជា agenda របស់យើងមាន topic អីដែលត្រូវនិយាយដល់អីអញ្ចឹងវាមានជាហោហាតាមបែបបទនៃការ meeting មួយអញ្ចឹងកន្លែងនេះយើងអាច add ជា title meeting យើង meeting ពីអីយើងនិយាយទៅហើយកន្លែង optional នេះមានន័យថាយើងអាច add មកបានសម្រាប់អ្នកដែលត្រូវjoin ចង់ជួញក៏បានអត់ក៏បានហើយខាងលើនេះគឺតម្រូវឲ្យជួញឯងជាមនុស្សដែលសំខាន់យើងអាចថា VIP ត្រូវគាត់ត្រូវចូលរួមជាដាច់ខាតហើយ optional នេះមានន័យថាយើងអាចឲ្យគាត់ដឹងតែយើងមាន meeting ឬមួយក៏អីអញ្ចឹងទៅហើយគាត់ចង់ជួញក៏បានអត់ក៏បានអានឹងអាស្រ័យទៅលើពេលវេលានៃការរវល់របស់គាត់បាទអញ្ចឹងនេះជាការ booking meeting គឺយើងមានប៉ុណ្ណាហើយមួយទៀតបើសិនជាយើងយក schedule assistant នេះយើងអាចមើលដឹងថាតើអ្នកណាគាត់រវល់អ្នកណាគាត់លនេអីអញ្ចឹងខ្ញុំនឹង testing ធ្វើ meeting មួយកន្លែងនេះខ្ញុំដាក់ណាខ្លះអត់មានស្គាល់ឈ្មោះឲ្យមួយបងអាច add ជា channel បាន channel add ជា channel ហើយទៅ add ហើយអូខេចាំមកស្លៀងប្រជុំជា channel បើចាប់ add ច្រើនដាក់មកមកជា channel ហើយបាទអញ្ចឹងខ្ញុំនឹងធ្វើការ booking meeting មួយហើយខ្ញុំនឹង send ទៅអញ្ចឹងដោយសារខ្ញុំ book ជានៅក្នុង channel នេះអញ្ចឹងអ្នកដែលនៅក្នុង channel នឹងឃើញមានschedule meeting មួយនៅថ្ងៃទី30ម៉ោង8ព្រឹកដល់ម៉ោង12អញ្ចឹងគាត់ដល់ថ្ងៃហ្នឹងវានឹង alert ហើយ alert យើងគាត់តែចុចជួញមួយអីទៅគឺបានតែអញ្ចឹងហើយមួយទៀតមានវិធីមួយទៀតគឺយើងបុកតាមcalendar តាម Outlook ប៉ុន្តែ schedule ហ្នឹងប្រហែលជាទៅមុខតិចទៀតនឹងទៅដល់ដែរបាទ
តើតើជាមួយ team នេះគឺយើងអាចធ្វើការ call ជា individual ក៏បានយើងអាច call ជា group ក៏បានអញ្ចឹងមិនមែនតែធ្វើការតែបានតែ group មួយមុខទេចឹងទីហោះខ្ញុំចង់ឆាត individual មួយក៏អីយើងអាច search ឈ្មោះក្រុមការងារយើងណាមួយដែលយើងត្រូវការឆាតទៅអញ្ចឹងការ search នេះគឺមានភាពងាយស្រួលអត់ដូច Telegram ទេបើ Telegram ក៏យើងមាន contact លេខ contact របស់គាត់ហើយត្រូវ save ឈ្មោះ save អីទៅបានយើងអាច search រកគាត់បានប៉ុន្តែនៅក្នុង Microsoft Teams ឲ្យតែយើងស្គាល់ឈ្មោះគាត់ហើយគាត់មាន user របស់ Microsoft 365 មាន license ដូចយើងដែរគឺគាត់តែចូលទៅកន្លែង search ខាងលើគឺយើងអាចវាយតែឈ្មោះគាត់ទៅនឹងសូបង្ហាញហើយជាងការបើក្នុងស្ថាប័នយើងមានឈ្មោះដូចគ្នា2 3អីចឹងទៅចេញមកទាំង2ទាំង3ចឹងទៅទេអញ្ចឹងដូចជាក់ស្ដែងនេះខ្ញុំឆាតទៅបងសម្បូររដ្ឋាភិបាលហើយនឹងគាត់ឃើញគាត់ឆ្លើយមកវិញហើយកន្លែងក្រហមនេះ status ក្រហមនេះមានន័យបញ្ជាក់ថាកំពុងតែគាត់កំពុងតែជាប់រវល់ហើយអញ្ចឹងយើងអាចមើល cursor គាត់បានយើងគាត់ដាក់លើឈ្មោះគាត់ហ្នឹងគាត់រវល់អីគេអញ្ចឹងយើងឃើញនេះគាត់រវល់ in the call មានតែគាត់កំពុងជាប់ call ហើយបើ status ធម្មតាវា load blue ទេពណ៌ខៀវ blue tick អញ្ចឹងទៅអញ្ចឹងយើងមើលឃើញគាត់ free អញ្ចឹងទៅបាទដូចខ្ញុំនេះគឺ presentation មានថា slash ខ្ញុំពុកប្រើ team ហ្នឹងដើម្បីធ្វើការ share screen នេះអញ្ចឹងជាការ presentation យើងអាចធ្វើការ call ជាវីដេអូយើងអាចធ្វើការ call ជា audio អត់យើងអាច add អ្នកផ្សេងចូលទៀតក៏បានអត់ជាបញ្ហាទេយើងបង្កើតជាក្រុមនិយាយគ្នាលេងធម្មតានេះយើងក្នុងឆាតរបស់យើងនិយាយទៅយើងអាចថាស្តៀងទូរស័ព្ទតែបើសិនជានេះអូឯកឧត្តមនេះក៏ស្ដីរបៀបតើនេះគឺធ្វើប្រាប់បានស្ពនផ្នែកមួយយ៉ាងតែវាមិនប្រែចូលឯកឧត្តមសួរឯកឧត្តមតែរងមួយហ្វុនប្រែរបៀបដែរStay. From the Microsoft Word,យើង off and review and Set trong print trên don't slide អញ្ចឹងកន្លែង activity នេះគឺជាកន្លែងដែលយើងអាចមើល history យើងឆាតជាមួយអ្នកណាយើង call ឬមួយក៏អីខ្លះគឺនឹង show នៅក្នុង activity ហើយឆាតនេះគឺយើងអាចមើល history បានដូចគ្នាអញ្ចឹងហើយតើតើជាមួយ home នេះវាធម្មតានេះវាស្តៀងនឹង feature របស់ទូរស័ព្ទដៃរបស់យើងដែរមាន Viva Engage ក៏មានចូលក្នុងនឹងដែរមិនអត់ទាន់បាន log in អញ្ចឹងធម្មតាបើមានស្តៀងនឹង Facebook មួយនឹងបើសិនសល់ពេលខ្ញុំនឹងសូបង្ហាញណែតតទៅជាមួយ Viva Engage នេះយើងមាន planner ក៏នៅក្នុងនឹងដែរ break up អូខេអញ្ចឹងឥឡូវយើងចប់ Word ហើយនឹង Microsoft Teams យើងអាច break តិចទៅកុំឲ្យនេះអាចទៅបន្ទប់ទឹកឬមួយក៏អីអញ្ចឹងអាចសុំពេលម៉ោង15នាទីយើងចូលវិញយើងបន្តមេរៀនរបស់យើងទៀតបាទអរគុណ